នៅក្នុងវីដេអូនេះខ្ញុំសូមចែករំលែកអំពីនិយមន័យនៃពាក្យថាសមាធិហើយនឹងរបៀបធ្វើសមាធិដែលខ្ញុំធ្លាប់បានឆ្លងកាត់ឬក៏ជាចំណេះដឹងដែលខ្ញុំមានណាចែកជូនញាតិធម៌ទាំងឡាយដែលមានឧបនិស្ស័យចង់សមាធិហើយអាចយកទៅពិចារណាឬក៏យកទៅផ្ទៀងផ្ទាត់ជាមួយនឹងធម្មកថាចាស់ឬក៏ព្រះត្រៃបិដកបានហ្នឹងហើយបើខុសក៏ទម្លាក់ចោលចោះហ្នឹងហើយបើត្រូវក៏អាចយកទៅសាកមើលបានព្រោះគ្រប់យ៉ាងសុទ្ធតែជាបទពិសោធន៍ខ្ញុំផ្ទាល់តែម្ដងពាក្យថាសមាធិគឺការតម្កល់ចិត្តតាំងចិត្តបដោតចិត្តប្រមូលចិត្តឲ្យមូលនៅក្នុងអារម្មណ៍តែមួយឧទាហរណ៍ថាយើងយកខ្យល់ដង្ហើមមកជាអារម្មណ៍ឬក៏ខ្យល់អាណាបាហ្នឹងគឺយើងយកចិត្តហ្នឹងមកពិនិត្យឬក៏មកមើលតែខ្យល់ដង្ហើមចេញចូលតែប៉ុណ្ណឹងកាលណាបើខ្យល់ដង្ហើមចេញពីកាលណាបើចិត្តចេញពីខ្យល់ដង្ហើមបានន័យថាសមាធិនោះមិនស្ងប់ទេមិនមូលទេអញ្ចឹងបើសិនជាចិត្តរបស់យើងងាកចេញពីខ្យល់ដង្ហើមយើងត្រូវឆាប់មានសតិដឹងហើយក៏មកមើលខ្យល់ដង្ហើមសារជាថ្មីវិញធ្វើរបៀបហ្នឹងឲ្យបានញឹកញាប់ឲ្យបានញយរហូតទៅតាមអធ្យាស្រ័យដែលយើងកំពុងតែអង្គុយឬក៏អិរិយាបថណាដែលយើងអាចធ្វើទៅបានទៅតាមអធ្យាស្រ័យចុះហ្នឹងហើយរបៀបនៃការធ្វើសមាធិគឺយើងយកជើងស្ដាំដាក់លើជើងឆ្វេងយកដៃស្ដាំដាក់លើដៃឆ្វេងហើយអង្គុយដកខ្លួនឲ្យត្រង់អោនមុខបន្តិចហើយចិត្តហ្នឹងក៏ពិនិត្យមើលសពរាងកាយពិនិត្យមើលសពរាងកាយដើម្បីកុំឲ្យមានកលែងត្បៀតត្បត់ដើម្បីឲ្យច្បាស់ថារាងកាយដែលយើងកំពុងតែអង្គុយហ្នឹងគឺអត់មានសភាពច្បាត់ច្បាែនទេដើម្បីឲ្យអង្គុយសមាធិទៅវាងាយស្រួលហើយបានយូរអត់ឆាប់ស្ពឹកស្ពន់នៅពេលដែលយើងមើលឃើញថាកាយរបស់យើងស្រួលហើយយើងក៏តាំងចិត្តឆ្ពោះទៅរកកម្មដ្ឋានឆ្ពោះទៅរកខ្យល់ដង្ហើមហ្នឹងដំបូងគឺយើងប្រឹងដកដង្ហើមសម្រាប់អ្នកថ្មីគឺយើងប្រឹងដកដង្ហើមដោយពិនិត្យមើលខ្យល់ចូលគឺមើលរឹមច្រមុះខាងលើនេះណាវារៀងប្រឹងឡើងទៅលើអាហ្នឹងសម្គាល់ថាខ្យល់ចូលហើយយើងអាចពិសោធន៍មើលបាននៅពេលដែលខ្យល់ចូលគឺច្រមុះហ្នឹងរៀងខើចឡើងទៅលើខ្យល់ចូលហើយហ្នឹងហើយនៅពេលដែលខ្យល់ចេញច្រមុះហ្នឹងក៏រៀងធូវូមកក្រោមហ្នឹងសម្គាល់ថាខ្យល់ចេញដំបូងយើងប្រឹងដកមួយដង្ហើមឬក៏ពីរដង្ហើមដើម្បីឲ្យដឹងថាខ្យល់ចូលនៅត្រង់ណាបន្ទាប់មកយើងមិនចាំបាច់ប្រឹងទេយើងទម្លាក់ចិត្តហ្នឹងឲ្យអស់ឲ្យធូរហើយយកចិត្តហ្នឹងមកពិនិត្យមើលខ្យល់ដង្ហើមចេញចូលទៅតាមធម្មជាតិរបស់វាបានន័យថាខ្យល់ដង្ហើមនេះយើងមិនបាច់ប្រឹងក៏វាធ្វើការដោយខ្លួនវាដែរអញ្ចឹងយើងគ្រាន់តែពិនិត្យមើលអង្គុយពិនិត្យមើលខ្យល់ចូលឲ្យដឹងថាចូលចេញឲ្យដឹងថាចេញខ្យល់វែងឲ្យដឹងថាខ្យល់វែងខ្យល់ខ្លីឲ្យដឹងថាខ្យល់ខ្លីគឺដូចខ្ញុំប្រាប់ហ្នឹងខ្យល់ចូលគឺចំណាំមើលចុងច្រមុះរៀងប្រឹងខើចទៅលើបន្តិចអានឹងចំណាំថាខ្យល់ចូលខ្យល់ចេញរៀងធូរនេះសម្រាប់ញាតិពធដែលគាត់មើលនៅលើរឹមច្រមុះហើយវិធីមើលគឺនៅលើដើមទ្រូងក៏អាចមើលបាននៅលើក្បាលពោះក៏អាចមើលបានដែរតែនេះខ្ញុំលើកយកតែមួយចំណុចណាខ្ញុំសង្ឃឹមថាវីដេអូមួយនេះនឹងបានជាប្រយោជន៍សម្រាប់ជនដែលស្វែងរកធម៌ស្វែងរកចង់ចេះចង់ដឹងនៃការធ្វើសមាធិហើយសម្រាប់ចម្ងល់ឆ្ងល់បងប្អូនអាចឆាតសួរខ្ញុំបាននឹងឲ្យខ្ញុំនឹងប្រាប់លម្អិតអំពីរបៀបធ្វើបន្ថែមដើម្បីកុំឲ្យមានភាពភ័យខ្លាចហើយបងប្អូនអាចសួរខ្ញុំបានក្នុងឆ្នាំនេះនិងមួយឆ្នាំពេញឆ្នាំក្រោយប្រហែលជាខ្ញុំត្រូវប្រើវិធីផ្សេងឬក៏រកអាជីពថ្មីព្រោះខ្ញុំជាកុហកវាត្រូវការប្រាក់ខ្លះត្រូវការទ្រព្យសម្បត្តិខ្លះដើម្បីទ្រទ្រង់ជីវិតនឹងដែរនឹងហើយសូមអធិស្ឋានបើយ៉ាងម៉េចខ្ញុំសូមថ្វាយបង្គំសូមជម្រាបលា